Ủa, chà hỏi nó mình upload không? Tả tìm 4 作業する前に何を確認しなければなりませんかតើយើងត្រូវពិនិត្យនៅអ្វីមុនពេលចាប់ផ្ដើមការងារឬមុនពេលធ្វើការងារ A 作業場所と作業内容作業場所កន្លែងការងារឬកន្លែងធ្វើការ作業内容ខ្លឹមសារការងារឬក៏ការងារដែលយើងត្រូវធ្វើ B 一緒に働くことの名前อันนี้ฮิโตะนะเหมือนโกโตะเลย一緒に働く人の名前ឈ្មោះអ្នកធ្វើការជាមួយគ្នាอันนี้ฮิโตะนะ C 消毒液の置く場所消毒液នឹងវាទឹកថ្នាំកម្ចាត់មេរោគកន្លែងទុកទឹកថ្នាំកម្ចាត់មេរោគកន្លែងទុកទឹកថ្នាំកម្ចាត់មេរោគនេះចម្លើយមួយណាអេហ្នឹងឯងចេះអេណាអញ្ចឹងយើងអ្វីដែលយើងត្រូវអឺអ្វីដែលយើងត្រូវពិនិត្យគឺត្រូវពិនិត្យកន្លែងការងារហើយនឹងការងារដែលយើងត្រូវធ្វើក្នុងមួយថ្ងៃហ្នឹងណាវាបែរខ្លឹមសារការងារឬក៏អត្ថន័យការងារដែលត្រូវធ្វើតទី10エアシャワエアシャワーに入るのは何のためですかអញ្ចឹងម៉ាស៊ីនបាញ់ខ្យល់ណាエアシャワー入るにはតើការចូលម៉ាស៊ីនបាញ់ខ្យល់ហ្នឹងគឺគេចូលដើម្បីអ្វីយើងស្គាល់ណាកន្លែង air shower ហ្នឹងកន្លែងបាញ់ខ្យល់អញ្ចឹងគេបាញ់ឲ្យលីដីឬក៏តិចសក់អីដែលជាប់ខោអាវយើងហ្នឹងដើម្បីវាជុះយើងសូដូគឺសឬថាម៉េដើម្បីកម្ចាត់មេរោគឬក៏សម្លាប់មេរោគ B 髪の毛や埃を落とすためដើម្បីជំរុះឬក៏ទម្លាក់នៅទលីដីឬក៏សរសៃសក់ណាដើម្បីជំរុះឬទម្លាក់នៅទលីដីឬក៏សរសៃសក់ C 体をきれいにするためដើម្បីធ្វើឲ្យស្អាតនៅរាងកាយឬក៏ខ្លួនប្រាណយើងចម្លើយB ចម្លើយគឺ B ណាអូខេបើតាមខ្ញុំរើសដំបងខ្ញុំមើលដំបងតែខ្ញុំថា C តា ទីក៏វាពេលខ្លះយើងនិយាយអញ្ចឹងក៏វាត្រូវតែគាត់អត្ថន័យវាបើយើងបានរៀនអត្ថន័យវាគឺវាដើម្បីយកទៅលីសក់ទៅលីដីឬក៏សរសៃសក់ណាណាយើងដាក់ឲ្យសម្អាតរាងកាយក៏វាមួយយ៉ាងដែរតែគាត់ណាអត់ចំន័យវាណាចំគោលបំណងរបស់គេតោះ go s កាត់ស៊ូដូណា go s カツ丼は製品の安全、品質保持につながる一般衛生管理の上で重要な活動です。5S は生理、整頓、清潔、習慣ともう一つは何ですかយើង 5S គឺកាត់សដូសកម្មភាព S ទាំង5សេហ៊ីណូអាន់សែនសុវត្ថិភាពចំណាសុវត្ថិភាពផលិតផលសេហ៊ីណូផលិតផលឬក៏ទំនិញហ៊ីនសេតស៊ឺហូជីមានន័យថា
ការរក្សាគុណភាពទំនិញឬក៏ការរក្សាគុណភាពអីវ៉ាន់ស្នាការឬណាផ្សារភ្ជាប់ជាមួយឬផ្សារភ្ជាប់ទៅនឹងអ៊ីប៉ាន់អេសេខានរិការរក្សាអនាម័យទូទៅUAD ហ្នឹងណាដោយផ្អែកទៅលើណាយឺយោណាកាត់សដូសកម្មភាពដ៏ចាំបាច់កម្មភាពដ៏សំខាន់គូអេស៊ឺវ៉ាសេរីសេតុនសេកេតស៊ឺស៊ឺកាំងโตโมโตស៊ឺវ៉ាណានិស្កានៅពេលនេះយើងបាច់ប្រែអត្ថន័យវាមួយទេយើងអានវាមកធម្មតាសិនមកកាលណាយើងប្រែអត្ថន័យយើងវាវល់តែការđấy យើងគេថាពាក្យថា S នឹងណាឬក៏ S នឹងគឺមានសេរីសេតុនសេសូសេរីសេតុនសេកេតស៊ឺស៊ូកាំងមួយទុតស៊ឺវ៉ាណាស្កាចុះមួយទៀតនឹងអ្វីទៅយើង A សេសូ B ស៊ីតស្កេ C ស៊ីកាតាយើងចម្លើយមួយណាចម្លើយមួយណាសេសូនសេអូខេណាយើងទៅចាំគោលរបស់វាយើង S ទាំង5មានសេរីសេតុនសេសូសេកេតស៊ឺស៊ូកាំងណាចា ស៊ីតស្កេនេះយើងប្រែថាក្រមសីលធម៌ឬក៏ស៊ីតស្កេហ្នឹងប្រែថាក្រមសីលធម៌ឬក៏ជីវធម៌ស៊ីកាតៈហ្នឹងប្រែថារបៀបឬក៏វិធីរបៀបធ្វើឬវិធី12 Zagyo Chuno Chui ni suite majigate rumono totsuera vinasai Zagyo Chuno Chui ten ចំណុចត្រូវប្រុងប្រយ័ត្នកំឡុងពេលធ្វើការងារអំពីចំណុចត្រូវប្រុងប្រយ័ត្ននៅពេលធ្វើការងារចូលជ្រើសរើសចម្លើយមួយដែរមិនត្រឹមត្រូវអំពីចំណុចត្រូវប្រុងប្រយ័ត្ននៅកំឡុងពេលធ្វើការងារ A 危険な場所を見つけたらすぐ責任者に報告する。危険な場所កន្លែងដែលប្រកបដោយគ្រោះថ្នាក់មីស្កេតារៈណាប្រសិនបើប្រទះឃើញឬប្រសិនបើឃើញនៅកន្លែងណាដែលមើលទៅប្រកបដោយគ្រោះថ្នាក់すぐにភ្លាមភ្លាម責任者に報告するណាអ្នកទទួលបន្ទុកការងារឬអ្នកគ្រប់គ្រងត្រូវរាយការណ៍ណាទៅកាន់អ្នកគ្រប់គ្រងអ្នកទទួលបន្ទុកការឬក៏អ្នកទទួលបន្ទុកការងារភ្លាមភ្លាមប្រសិនបើប្រទះឃើញកន្លែងណាដែលប្រកបដោយគ្រោះថ្នាក់ B 時間があったら作業用に一緒に仕事をする人と話すប្រសិនបើមានពេលណា時間があったらប្រសិនបើមានពេលត្រូវនិយាយគ្នាលេងជាមួយអ្នកធ្វើការជាមួយគ្នានៅកន្លែងការងារ4周りの人が危険な動きをしたら注意する周りの人អ្នកនៅជុំវិញខ្លួនគីកេណាអូហ្គោគីមានន័យថាសកម្មភាពអូហ្គោគីនឹងសកម្មភាពចលនាឬក៏ទង្វើអញ្ចឹងអូគីកេណាអូហ្គោគីទង្វើដ៏គ្រោះថ្នាក់ឬក៏សកម្មភាពដ៏គ្រោះថ្នាក់ឬក៏ចលនាដ៏គ្រោះថ្នាក់ជឿអ៊ីស្ឬយើងប្រែថាប្រុងប្រយ័ត្នឬក៏អត្ថន័យមួយទៀតប្រែថាប្រមានអត្ថន័យមួយវាថាប្រែថាប្រមានមួយទៀតយើងប្រែថាប្រុងប្រយ័ត្នអានេះយើងអានេះបើយើងអត្ថន័យនេះយើងចង់និយាយថាប្រមានក៏បានតែគាត់ថាវាស្ដាប់ទៅវាអត់
ត្រូវជាភាសាខ្មែរយើងមានន័យត្រូវប្រាប់ឲ្យគាត់ធ្វើការប្រុងប្រយ័ត្នប្រាប់គាត់ឲ្យធ្វើប្រាប់គាត់ឲ្យធ្វើការប្រុងប្រយ័ត្នបើសិនបើគាត់ធ្វើសកម្មភាពណាមួយដែលប្រកបដោយគ្រោះថ្នាក់នៅមនុស្សជុំវិញខ្លួនយើងនេះគឺចង់និយាយថាត្រូវតែប្រាប់គាត់ត្រូវតែប្រាប់អ្នកនៅជុំវិញយើងបើសិនបើគាត់ធ្វើសកម្មភាពណាមួយដែលប្រកបដោយគ្រោះថ្នាក់ត្រូវតែប្រាប់គាត់ឲ្យប្រុងប្រយ័ត្នណាបើសិនបើអ្នកនៅត្រូវតែប្រាប់ឲ្យធ្វើការប្រុងប្រយ័ត្ននៅមនុស្សដែលនៅជុំវិញខ្លួនយើងបើសិនបើគាត់ធ្វើនៅសកម្មភាពណាមួយដែលប្រកបដោយគ្រោះថ្នាក់ចឹងចម្លើយមួយណាចម្លើយ B B ឲ្យ B ណាឲ្យរើសចម្លើយខុសយើងមើលទៅអាណាហែនជាងគេប្លែកជាងគេអាហ្នឹងហើយវាថាអាណានិយាយនេះលេងនៅកន្លែងការងារទេណាមានពេលគឺយើងទៅអីផ្សេងធ្វើតោះ13 Shokuhin ese ho no kite de wa retoko no hiyun ondo wa dore desu ka យើង Shokuhin ese ho ហ្នឹងរបៀបឬក៏វិធីអនាម័យចំណីអាហារ kite នេះគេថាបទបញ្ញត្តិឬក៏បទបញ្ជាយើងមានបទបញ្ញត្តិនៃការរក្សាអនាម័យចំណីអាហារនៃវិធីរក្សាអនាម័យចំណីអាហារយើងប្រែបទបញ្ញត្តិឬក៏ការកំណត់ក៏បានដែរណាគីតេហ្នឹងការកំណត់ឬក៏បទបញ្ញត្តិកន្លែងនេះយើងប្រែការកំណត់ក៏បានដែរបទបញ្ញត្តិឬការកំណត់ការកំណត់នៃរបៀបរក្សាអនាម័យចំណីអាហាររេតូកូណូឃីយឺនអុនដូឃីយឺនអុនដូហ្នឹងមានន័យថាសីតុណ្ហភាពជាមធ្យមសីតុណ្ហភាពជាធម្មតាឯទុកកសីតុណ្ហភាពជាស្តង់ដាសីតុណ្ហភាពដែលជាស្តង់ដានៃទូទឹកកកណាបានរេតុកអេនសេហ្នឹងហើយទូកកណារេតូកកហ្នឹងទូកករេតូរទេហ្នឹងគឺកកណាតែផ្ញើអីវ៉ាន់អត់ផ្ញើសេផ្ញើអីវ៉ាន់កកអីអត់ដែរផងផ្ញើប្រាប់គេណាដូចរេតូណារេតូដេវហ្នឹងឯងស៊ីមកសូមដាក់ខ្ញុំជាណានៅកន្លែងកកតែណាផ្ញើនៅម៉ាតអត់មានទេតើផ្ញើនៅដូចជាខ្លាខ្មាឆ្មាខ្មៅអីមិនមានកកចាម៉ាតគេអត់ទទួលបញ្ញាទូបញ្ញាកកឯងអូខេអញ្ចឹងគេថានេះយើងប្រែមកមានវគ្គ2តែការកំណត់នៃរបៀបរក្សាអនាម័យចំណីអាហារនិងសីតុណ្ហភាពស្តង់ដាឬក៏សីតុណ្ហភាពជាមធ្យមឬជាទូទៅនៃទូកកហ្នឹងតើមួយណាយើង A យន់ដូអ៊ីកាមានន័យថាក្រោម4អង្សាសេ B យឺដូអ៊ីកាក្រោម10អង្សាសេ C -យឺហ្គោដូអ៊ីកាក្រោមដក15អង្សាសេណាក្រោមដក15អង្សាសេអញ្ចឹងចម្លើយវាគឺ C ហ្នឹងសេអញ្ចឹងត្រូវចាំណាចាចម្លើយគោលរបស់វាដែលត្រឹមត្រូវវាយើងចាំតានឹងមួយទៅផ្សេងទៀតគេផ្សេងមកមិនគឺយើងនឹងឆ្លើយត្រូវហើយអញ្ចឹងជាស្តង់ដារបស់វាគឺសីតុណ្ហភាពរបស់ទូកកគឺ
đọc đo rằm 15ណាចាំមើល14 Isia Glasunado Kensaseru Kikai wa Dore desu ka អ៊ីស៊ីនឹងដុំថ្មឬក៏គ្រួសថាឡាស៊ឺនឹងយើងប្រែថាអំបែងឬក៏អំបែងឬក៏កែវឬក៏កញ្ចក់ណាខេនសាស៊ឺគីកាយម៉ាស៊ីនពិនិត្យយើងប្រែថាម៉ាស៊ីនពិនិត្យដុំថ្មឬក៏ដុំគ្រួសឬក៏កញ្ចក់អំបែងជាដើមហ្នឹងតើមួយណា A 金属ken Suzuki Ken Suzuki យើងប្រែថាឧបករណ៍ឬក៏ម៉ាស៊ីនស្វែងរកសារធាតុដែកឬក៏ម៉ាស៊ីនឬក៏ឧបករណ៍ស្វែងរកសារធាតុលោហិតលោហៈលោហិតឈាមណាលោហៈសារធាតុដែក B Exen Ibutsu Exen Ibutsu Ken Suzuki ម៉ាស៊ីនឬឧបករណ៍ពិនិត្យរកកម្ទេចកំទីមិនល្អដោយកាំរស្មី X ម៉ាស៊ីនឬឧបករណ៍ស្វែងរកកម្ទេចកំទីមិនល្អដោយកាំរស្មី X C Kinsoku Ken Suzuki Exen Ibutsu Ken Suzuki យ៉ាងនេះមានទាំងពីរ C ណាគឺមានទាំងឧបករណ៍ស្វែងរកសារធាតុដែកឬក៏លោហៈទាំងម៉ាស៊ីនស្វែងរកកម្ទេចកំទីមិនល្អដោយកាំរស្មី X យើងចម្លើយមួយណា B នឹងឯងចេះ B យើងត្រូវចាំថាប្រភេទថ្មប្រភេទគ្រួសប្រភេទអំបែងហ្នឹងតើតាមម៉ាស៊ីនផលិតរកកាំរស្មី X បានរកវាឃើញព្រោះអានឹងរៀនអាមុនម្ដងហើយយើងអាម៉ាស៊ីនរកសារធាតុដែកផលិតអត់ឃើញទេព្រោះវាអត់មានជាតិស្រូបដូចដែកដូចអីទេថ្មណាតោះ15主な冷却方法はどれですか間違っているものを一つ選びなさいយើងគេថារបៀបធ្វើឲ្យត្រជាក់វិធីធ្វើឲ្យត្រជាក់ឬក៏របៀបធ្វើឲ្យត្រជាក់ឬក៏ class A ណារបៀបធ្វើឲ្យត្រជាក់ដល់ចម្បងណាអ៊ូម៉ូណាហ្នឹងដល់ចម្បងដល់សំខាន់របៀបធ្វើឲ្យត្រជាក់ដល់ចម្បងតូរេដេស្កាតើមួយណាមកជាកាទេឬម៉ូណូទៅទឺអេរ៉ាវិណាសៃចូលជ្រើសរើសចម្លើយមួយដែលមិនត្រឹមត្រូវ A 風を当てて冷やす方法風を当ててនឹងមកពី風を当てるឬ風を当てますមានន័យថាប៉ះខ្យល់風を当てるនឹងប៉ះខ្យល់ត្រូវខ្យល់冷やすនឹងធ្វើឲ្យត្រជាក់អញ្ចឹងហូររបៀបឬវិធីអញ្ចឹងរបៀបធ្វើឲ្យត្រជាក់ដោយដាក់ឲ្យត្រូវខ្យល់ B រេស៊ុយទេហយាស៊ឺហូហូរេស៊ុយនឹងទឹកត្រជាក់ហយាស៊ឺធ្វើឲ្យត្រជាក់អញ្ចឹងរបៀបធ្វើឲ្យត្រជាក់ដោយដាក់ជាមួយនឹងទឹកត្រជាក់4西洋機に入れて冷やす方法西洋機នឹងម៉ាស៊ីនផលិតទឹកកកណាម៉ាស៊ីនផលិតទឹកកកអញ្ចឹងអត់ដូចទូដែលឃើញតូចតូចហ្នឹងម៉ាស៊ីនផលិតទឹកកកហ្នឹង西洋機に入れて冷やす方法របៀបធ្វើឲ្យ class C របៀបធ្វើឲ្យត្រជាក់ដោយដាក់ចូលទៅក្នុងម៉ាស៊ីនផលិតទឹកកកអញ្ចឹងចម្លើយមួយណា
Nâng ở đằng lên xe. Tại chùm lại vì đã máu xì. ok nhắc cho lại với cực si nữa ngày nè hay là văn sĩ vì vô ra mà xin lượt tự có cứ vì thư đầm bay lượt tự có nè men thư đầm bay giờ ấy ghế giờ bò nhằm tự đạn nó nâng thế vô tự có nơi Japan cứ sự mẹp đam đạ bị da đạ tức lại chỉ mùi lại chơi em xinh nè tức lại chơi được sai em xinh khi men sự mẹp vô từ class C đôi không ai dưng đắng nè những cái anh đã được chỉ tức tự chạy ấy nè này trên chùm lại cứ gì ta đọc vào muối微生物の増殖を防ぐために何をするべきですか？間違っているものを一つ選びなさい。ね、ដើម្បីការពារណា防ぐនឹងការពារគេ増殖 Đúng rồi. Mạnh ណា nhất trong xe. Rồi chụp cự. អានឹងរៀនខាងលើមិញហ្នឹងអាហ្នឹងសួរ Mạnh សួ nè. រមកមិញពាក្យតែបើអត់ចាំទេមិនកើតណារៀ Để នជួបតាំងពីដើមដំបូង nâng can ការកើន lại. ឡើង ហ្នឹងហើយណាការកើនឡើងវិសេវស៊ឺណូហ្សូគឺការកើនឡើងនៃមេរោគអញ្ចឹងដើម្បីការពារការកើនឡើងនៃមេរោគ何をするべきですか មានន័យតើយើងត្រូវធ្វើនៅអ្វីណា Rồi. 何をするべきですかតើត្រូវធ្វើនៅអ្វីដើម្បីការពារការកើនឡើងនៃមេរោគណាមកជីកាត់ទៅឬមโนទៅធ្វើឲ្យរាវិណាស័យចូលជ្រើសរើសចម្លើយដែលមិនត្រឹមត្រូវតើ A 定的に冷蔵庫、冷凍庫の温度を測定する。យើង定的នឹងវាណាម៉េច定的 Để នេះពាក្យហ្នឹងក៏ថាជួបដែរណា ở chạm lên xe. ចាអញ្ចឹងឡងអត់ជាប់អីចឹងទេតិគីនឹងជាប្រចាំជានិច្ចណាទេតិគីនេះរេโซโกរេโตโกโนអនដូអូសុកតេសរឹនឹងមានន័យថារេโตโกโนអនដូសីតុណ្ហភាពនៃទូកករេโซโกទូទឹកកកទេតិគីនឹងជាប្រចាំសុគតេនឹងយើងប្រែថាសុគតេសរឹនឹងលក្ខណៈវាស់ឬក៏សរេណាវាស់ឬក៏សរេយើងមិនថាត្រូវតែសរេឬក៏ចុចសរេសីតុណ្ហភាពនៃទូកកហើយនឹងទូទឹកកកនឹងជាប្រចាំទៅចុចសរេវាជាប្រចាំអញ្ចឹងណាសីតុណ្ហភាពវាហ្នឹង B 加熱した食品をゆっくり冷やす加熱した食品វាចំណីអាហារដែលបានចម្អិនហ្នឹងゆっくり冷やすធ្វើវាឲ្យត្រជាក់ហ្នឹងតាមស្រួលទុកធ្វើវាត្រជាក់ហ្នឹងតាមស្រួលយឺត C 加熱した後の食品をできるだけ早く冷やすចំណីអាហារបន្ទាប់ពីបានចម្អិនហើយណាកេនេស៊ឺស្តាអាតូណូសូហ៊ីនចំណីអាហារបន្ទាប់ពីបានចម្អិនហើយដេគ្រូដាកេតាមដែលអាចធ្វើទៅបានឬតាមដែលអាចហាយ៉ាគឺហ៊ីយ៉ាសឺត្រូវធ្វើវាឲ្យត្រជាក់ឲ្យបានឆាប់នេះយើងប្រែពីចុងមក
ត្រូវធ្វើវាឲ្យត្រជាក់ហ្នឹងឲ្យបានឆាប់តាមដែលអាចនៅចំណីអាហារបន្ទាប់ពីបានចម្អិនរួចខ្ញុំចម្លើយមួយណាអានឹងគេដាក់មក B ហ្នឹងស្អីអូខេញ៉ឹងបើប៊ីហ្នឹងណាព្រោះនៅពេលនេះគេឲ្យរឿងចម្លើយខុសអញ្ចឹងចម្លើយខុសគឺ B ហេតុអីបានវាថាកាលណាយើងទុកឲ្យវាត្រជាក់តាមស្រួលណាគឺវាធ្វើឲ្យបាក់តេរីអីវាមានតាមហ្នឹងវាទុកកាន់ណាទុកកាន់តែយូរគឺវាកាន់តែធ្វើបាក់តេរីហ្នឹងកាន់តែមានច្រើនឬក៏មេរោគយ៉ាងអាស៊ីនេះត្រូវធ្វើវាត្រជាក់ឲ្យបានលឿននៅចំណីអាហារដែលបានធ្វើហើយតាមដែលអាចធ្វើទៅបានអានេះវាយើងគិតថាវាក៏មិនវាមានម្ហូបចំណីអាហារខ្លះគឺទៅពេលដែលយើងចម្អិនហើយណាគឺយើងត្រូវដាក់ឲ្យត្រជាក់ភ្លាមភ្លាមក៏ថាក៏មានដែរដូចខ្ញុំធ្លាប់ធ្វើការនៅហាងជប៉ុនខ្ញុំដឹងអញ្ចឹងដូចជាប្រភេទមីត្រជាក់គេហៅថាអីគេហេយ៉ាស៊ីជឺកាហេយ៉ាស៊ីជឺកាហ្នឹងជាមុខម្ហូបមីត្រជាក់របស់ចិនណាអញ្ចឹងគឺនៅពេលដែលយើងស្រោះវាឲ្យរួចដល់កម្រិតមួយដែលយើងអាចដាក់ឲ្យភ្ញៀវបានយើងស្រោះហើយតោះមកយើងលាងទឹកលាងវាអស់ជាតិម្សៅជាតិអីហ្នឹងយើងនេះហើយគឺយើងដាក់ចូលទឹកកកភ្លាមភ្លាមហ្មងមកទឹកកកគឺយើងត្រៀមទុកហ្មងយើងលាងដាក់វាដើម្បីឲ្យវាត្រជាក់ញ៉ាប់ដាក់ឲ្យភ្ញៀវអញ្ចឹងណាចាហ្នឹងអញ្ចឹងចម្លើយដែលយើងរើសគឺ B ណាបាទឥឡូវដល់7アレルギーの発症件数が特に多いอะไรนี่特にนะយើងមេរៀនយើងមុន特にนะ特に多い8種類の食品はどれですかយើងអារេឬហ្គីហ្នឹងអលិស៊ីចាអាឡាក់ទីឬយើងថាការប្រតិកម្មចំណីអាហារចាហាសូកេនស៊ឺនេះមានថាចំនួននៃរោគសញ្ញាណាឬក៏រោគសញ្ញាដែលចេញរោគសញ្ញាដែលចេញនៅគេហៅថាមេរោគអាឡែហ្ស៊ីហ្នឹងឬជំងឺអាឡែហ្ស៊ីហ្នឹងណាឬក៏យើងប្រែរោគសញ្ញាដែលអាឡែហ្ស៊ីទុកគឺនីអយទុកគឺនីអយយើងប្រែថាច្រើនគួរសមណាច្រើនបង្គួរទុកគឺនីអយហាជីស៊ឺរុយមែនណា8ប្រភេទសុខគឺហ៊ានចំណីអាហារកាលមុនយើងរៀនមុន7មែនទេបើតែសរសេរថែមឲ្យមួយគឺរមីអឥឡូវគេអាប់ដេតឡើង8ហើយណាបាទគឺរមីមួយទៀតអញ្ចឹងវាថាចំណីអាហារ8ប្រភេទភាគច្រើនណាទុកគឺនេះភាគច្រើនដែលជាចំនួនដែលកើតមានឡើងនៃរោគសញ្ញាអាឡែហ្ស៊ីតើមួយណាណាអាចំណីនឹង អាហា C រ8ប្រភេទភាគច្រើនដែលវាជារោគសញ្ញាដែលកើតចេញឡើងនៅរោគសញ្ញាអាឡែហ្ស៊ីហ្នឹងតើមួយណាយើង A ណា A សូបាអូសូបាហ្នឹងកាទៀវឬក៏កាទៀវសូបាជប៉ុនហ្នឹងតាម៉ាហ្គោស៊ុតឡាកាសេសណ្តែកដីមួយទៀតអីគេឡាកាសេពាក្យជប៉ុនមួយទៀត អានឹងអត់ចាំតែចាំកតាកណានស្អី peanut សឿណាយើងមើលទៅប្រយ័ peanuts ត្នគេចេញ peanut សឿមកយើងអត់ដឹងពេលខ្លះគេសរសេរឡាកាសេពេលខ្លះគេសរសេរ peanut សឿ
nhưng tới chạmពាក្យនឹងមួយទៀតណាយ៉ាត់គេសរសេរពីណាត់សឺមកយើងអត់ដឹងតែយើងគ្រាន់តែចាំទៅពីណាត់សឺមកពីអង់គ្លេសខូមឺគីស្រូវសាលីថាម៉ានេគីខ្ទឹមបារាំងអេប៊ីបង្គាវាយឺនេះគឺសាច់គោតោះ B អេប៊ីក្តាអេប៊ីបង្គាខានេះក្តាមកាគីអយស្ទ័រនីនជីនការ៉ុតវាយឺនេះគឺសាច់គោរីងហ្គោសុទ្ធរីងហ្គោផ្លែប៉ោមដល់លែនជីក្រូច C អេប៊ីខានេះខូមឺគីសូបាថាម៉ាហ្គោណាញឺទៅដោះគោឡាក់កាសេតែដីគឺរមីអាគឺរមីនេះខ្មែរយើងគេហៅផ្លែខួរក្បាលមនុស្សហ្នឹង ផ្លែគេចេះផ្លែខួរក្បាលមនុស្សផ្លែខួរក្បាលមនុស្សហឹមខ្ញុំអត់ស្គាល់ហ្នឹងគឺរឿងមីយើងមើលរូបរាងវាដូចខួរក្បាលមនុស្សហ្នឹងដូចខួរក្បាលមនុស្សហ៎ខ្មែរយើងហៅផ្លែខួរក្បាលមនុស្សអូដឹងដែរវាក៏សិស្សថ្នាក់មុនគេប្រាប់យ៉ាងដែរយើងចម្លើយវាគឺ C ណាយើងចាំទៅចាដូច A B ខានេះហ្នឹងគឺភេទគ្រឿងសមុទ្រហើយទៅសាលីសូបាសុទ្ធដោះគោដាច់ដីនិងផ្លែខួរក្បាលមនុស្សណាគឺរមីចាឥឡូវតមកទៀតជិតដល់ម៉ោងដៃហើយ5នាទីទៀតណា薬剤の管理について間違っているものを一つ選びなさい薬剤ហ្នឹងវាថ្នាំឬក៏ឱសថខន្តិណាការរក្សាឬការគ្រប់គ្រងអំពីការគ្រប់គ្រងឱសថឬក៏អំពីការគ្រប់គ្រងថ្នាំចូលជ្រើសរើសចម្លើយមួយដែលមិនត្រឹមត្រូវឬក៏ចម្លើយដែលខុស A どこで保管してもよいខ្ញុំមានន័យថារក្សាទុកនៅកន្លែងណាក៏បានដែរយ៉យនឹង E ណាដូចគ្នាពាក្យយ៉យនឹង E ហ្នឹងបើទុកនៅកន្លែងណាក៏បានដែរヤクザイの使用量や残った量を入出庫台帳に書いて記録する。薬剤の使用量về ចំនួនប្រើប្រាស់នៃឱសថចំនួនប្រើប្រាស់នៃឱសថ残った量ចំនួននៅសល់入出庫台帳នឹងមានន័យថាសៀវភៅកត់ត្រាការយកចេញចូលឃ្លាំងណាឬការយកចូលកន្លែងទុកសៀវភៅកត់ត្រាការយកចេញយកចូលក្នុងឃ្លាំងឬក៏យកចេញចូលនៅកន្លែងទុកដាក់កន្លែងទុកថ្នាំហ្នឹងហើយតេណាសរសេរហ្នឹងកាគីម៉ាគីរ៉ូគឺសឺណាកត់ត្រាយើងប្រែពីចុងវិញទៅមានន័យថាកត់ត្រាដោយសរសេរចូលទៅក្នុងសៀវភៅកត់ត្រាការយកចេញចូលក្នុងឃ្លាំងណានៅឱសថដែលនៅសល់ណានៅចំនួនឱសថដែលនៅសល់ហើយនឹងចំនួនឱសថដែលប្រើប្រាស់ខ្ញុំមានចំនួនដែលយើងប្រើប្រាស់អស់ប្រមាណ
ចំនួននៅសល់ប្រមាណគឺយើងត្រូវកត់វាចូលទៅក្នុងសៀវភៅកត់ត្រារបស់គេហ្នឹងណា 4. 薬剤の容器には必ず薬剤名、使用方法などを書きます。容器នឹងប្រដាប់ដាក់ឬក៏ប្រអប់ដាក់ឬក៏ប្រដាប់ដាក់ណា薬剤の容器វាប្រដាប់ដាក់ថ្នាំឬក៏ប្រអប់ដាក់ថ្នាំនៅលើប្រអប់ដាក់ថ្នាំណា必ずដាច់ខាត薬剤名ឈ្មោះរបស់ថ្នាំ使用方法របៀបប្រើប្រាស់ណាដូជាដើមណាកាគីម៉ាសរសេរnhưng នៅលើថ្នាំនៅលើប្រដាប់ដាក់ថ្នាំឬនៅក្នុងប្រអប់ថ្នាំហ្នឹងត្រូវសរសេរនៅរបៀបប្រើប្រាស់ឬក៏ឈ្មោះរបស់ថ្នាំហ្នឹងជាដាច់ខាតយ៉ាងចម្លើយមួយណា ចម្លើយខ A ហ្នឹងឯងចេះ ចម្លើយខ A ណាហ្នឹងហើយ ចា យើងថ្នាំយើងមិនចេះទៅទុកទេណាអាមានចេះទុកដេះផ្ដាស់នៅកន្លែងណាក៏ទុកបានទេអញ្ចឹងយើងចប់ប៉ុណ្្នឹងទៅណា ចាំចេះ នេះវីដេអូយើងអានេះវានៅមិនតិចដាច់លើហើយថតក៏ថតកណេកណាត់ណាខ្ញុំចាំចូលវីដេអូក្រោយថតពី19 ចា អញ្ចឹងប៉ុណ្្នឹងសិនណាស្ការីសម័យ កាត់កាត់ឯសាមដេ អត់